បានសួស្តីបងប្អូនអរគ្នាពូជស្មៅទាំងអស់ដែលយើងធ្លាប់ដាំកន្លងមកបងប្អូនណាពូជស្មៅមួយណាក៏សុទ្ធតែមានផលប្រយោជន៍របស់វាជាងស្មៅធម្មជាតិដែរបងប្អូនអញ្ចឹងបើសិនជាបងប្អូនទាំងអស់គ្នាចិញ្ចឹមសត្វមិនថាពពែជៀមគោក្របីអីនោះទេបងប្អូនទាំងអស់គ្នាគួរតែឆ្លៀតដាំនៅពូជស្មៅចំណីសត្វមិនថាប្រភេទណាមួយទេបងប្អូនណាក៏នៅតែមានកម្រិតប្រូតេអ៊ីនវីតាមីនខ្លាំងជាងស្មៅធម្មជាតិដែរបងប្អូនណាជាពិសេសប្រភេទពូជស្មៅផ្អែមស្រអែលក៏ដូចជានាពេលខៈដែលយើងដាំជាដើមហើយបើសិនជាបងប្អូនអរគ្នាចង់ដាំជាមួយនឹងប្រភេទពូជដែលយើងដាំនៅក្នុងដីដែលលិចទឹកឬក៏បងប្អូនមិនមានដីគោនោះក៏យើងមានពូជស្មៅប្រភេទអាត្រាតាមឬក៏ប្រភេទស្មៅគេហៅថាស្មៅបារាំងសម្រាប់ដាំនៅក្នុងទឹកដែរតែបើសិនជាបងប្អូនអរគ្នាមានដីគោកចង់ដាំជាមួយនឹងប្រភេទពូជដីគោកក៏បងប្អូនអរគ្នាអាចដាំជាមួយនឹងប្រភេទស្មៅរ៉ូស៊ីហ្គីណេស៊ីម៉ូងហ្គីណេមុំបាសាឬក៏ប្រភេទស្មៅផ្សេងៗបានដែរជាពិសេសគឺម៉ូតូ2តែម្ដងគឺសុទ្ធតែជាប្រភេទស្មៅដែលមានកម្រិតប្រូតេអ៊ីននិងវីតាមីនខ្ពស់ដែលធ្វើឲ្យសត្វចិញ្ចឹមរបស់យើងធំធាត់លឿនហើយនឹងចំណាយតិចបងប្អូនណាសម្រាប់ព័ត៌មានលម្អិតឬក៏សម្រាប់ការទំនាក់ទំនងក្នុងការទិញសូមបងប្អូនអរគ្នាធ្វើការទំនាក់ទំនងមកខ្ញុំបានតាមរយៈលេខទូរស័ព្ទពីខ្សែគឺ0 9 85 83 25និង0 9 9 35 85 និង35ខ្ញុំបានមានសេវាសម្រាប់ផ្សាយចេញគ្រប់ខេត្តក្រុងនៅក្នុងប្រទេសកម្ពុជាសូមអរគុណ